គ្រប់ជំរាបសួរបងប្អូនប្រិយមិត្តតាមបណ្ដាញសង្គម YouTube ជាទីរាប់អានបងប្អូនណាថ្ងៃសុក្រទី28ខែមីនាឆ្នាំ2025ខ្ញុំបានសូមថតវីដេអូទាក់ទងទៅនឹងការលក់ក្របីចំនួន2ក្បាលបងប្អូនណាក្របីចំនួន2ក្បាលបងប្អូនគឺក្របីនេះគឺខ្ញុំទើបទិញបានកាលពីម្សិលមិញទេបងប្អូនណាទិញបានតែ2ក្បាលទៅបងប្អូននេះសារក្របីលើវាបងប្អូនលក់តម្លៃថ្លៃពេកបងប្អូនណាគឺយើងមិនអាចយកមកលក់បានតាមតម្លៃហាងឆេងបច្ចុប្បន្នដោយសារបងប្អូនតែគាត់ចិញ្ចឹមតាមចេះគឺគាត់លក់តម្លៃខ្ពស់ពេកជាមើលការពីម្សិលមិញចំនួនប្រហែលជា20ក្បាល30ក្បាលហ្នឹងបងប្អូនតែតម្លៃយើងមិនអាចយកបានបងប្អូនណាតម្លៃដែលបងប្អូនលក់គឺមិនអាចយកបានគឺមិនអាចយកមកលក់តាមតម្លៃហាងឆេងដែលខ្ញុំលក់ទូទៅអត់បានទេបងប្អូនឥឡូវនេះគឺខ្ញុំបានសូមពណ៌នាពីកំពូលកំពៅជូនបងប្អូនយើងទស្សនាទៅបងប្អូនណាសម្រាប់ក្បីទី1នេះគឺកូនក្បីឈ្មោលបងប្អូនណាកូនក្បីឈ្មោលកំពូលរបស់វាប្រហែលជា1.10 បងប្អូនប្រហែលជា1.10កម្រិតធត់របស់វាគឺល្មមទេបងប្អូនណាគឺល្មមបត់ជុំនេះមិនលឹបលាបហើយក៏មិនស្គមស្គាំងពេកទេបងប្អូនណាជាភេទក្អីប្រុសបងប្អូនណាជាភេទក្អីប្រុសបងប្អូនមានច្បាប់អារម្មណ៍ទៅតងការទិញប្រុសចាំនេះគឺក្អីពីរនេះគឺត្រូវទៅមកបងប្អូនណាគឺវាស្អាតរៀងរើវាគឺស្អាតគួរសមគាត់មកនេះក្អីទី2បងប្អូនក្អីទី2គឺបីឈ្មោលគ្នាបងប្អូនណាកម្ពស់របស់វាប្រហែលជា1.25បងប្អូន1.25បីទី2នេះគឺក្អីខ្ញុំទិញមួយទៀតបងប្អូនក្អីបងប្អូនគឺអានេះកូនបងមេគេលក់បាទសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងបងណាតម្លៃគឺខ្ញុំដាក់នៅក្នុងចំណងជើងវីដេអូបងប្អូនចង់ដឹងលម្អិតគឺអាចខលសួរតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំបាទ2ខ្សែបងខ្សែទី1 097 81 13 487ខ្សែទី2ប៉ុនសិលខាត076 210 3579អរគុណច្រើនបងប្អូនណាជម្រាបលាជួបជុំបាននៅវីដេអូក្រោយទៀត